ចម្រើនពរញាតិញោមជាពុទ្ធបរិស័ទនៅក្នុងវេលាគ្រាឱកាសនេះខ្ញុំប្រកាសណាអាត្មាភាពបានអង្គុយនៅវាលស្រែនៅស្រុកកំណើតរបស់អាត្មាភាពគឺនៅភូមិចតុឡោកស្រុកបារាយខេត្តកំពង់ធំបងហើយនេះគឺមានទេសភាពថ្ងៃចិត្តលិចបងញាតិញោមពុទ្ធបរិស័ទឃើញហើយនៅខាងត្បូងភូមិហើយនៅខាងត្បូងវត្តហើយនៅក្នុងវេលាគ្រាឱកាសនេះខ្ញុំប្រកាសណាអាត្មាភាពចង់លើកយកអំពីហេតុបច្ច័យនាំឲ្យកក្រើកផែនដីមាន8យ៉ាងបងដោយសេចក្តីសង្ខេបហ្នឹងហើយនៃទី1ព្រះអានន្ទលោកឆ្ងល់អញ្ចឹងហើយបានព្រះដ៏មានពភាកព្រះអង្គទ្រង់លើកថាមនាលអានន្ទមហាប្រតិពីនេះប្រដិស្ថាននៅលើទឹកអញ្ចឹងណាញាតិញោមឯទឹកប្រដិស្ថាននៅលើខ្យល់ប្រដិស្ថាននៅលើអាកាសមនាអានន្ទសម័យដែលមានខ្យល់បក់ខ្យល់ធំដែលបក់នោះរមែងធ្វើឲ្យទឹកកក្រើកនឹងឯទឹកដែលកក្រើកមកហើយក៏ធ្វើឲ្យផែនដីកក្រើកដែរនេះជាហេតុទី1ដែលនាំឲ្យកក្រើកផែនដីយ៉ាងធំ2មនាអានន្ទសមណៈក្តីព្រាមក្តីដែលមានរិទ្ធដល់នូវភាពស្ទាត់ជំនាញក្នុងចិត្តឬទេវតាដែលមានរិទ្ធធំមានអានុភាពធំបុគ្គលនោះចម្រើនបថវ័យសញ្ញាឲ្យមានកម្លាំងតិចចម្រើនអបោសញ្ញាឲ្យមានកម្លាំងច្រើនបុគ្គលនោះរមែងធ្វើផែនដីនេះឲ្យកក្រើករំភើបញាប់ញ័របាននេះជាហេតុជាបច្ច័យទី2ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ3កាលណាដែលព្រះពោធិសត្វសច្ចៈពួកទេវតាដែលស្ថិតនៅក្នុងឋានតោសិតមានសតិនិងសម្បជញ្ញៈយាងចុះកាន់ព្រះមាតុឧត្តរ4កាលណាដែលព្រះពោធិសត្វមានសតិនិងសម្បជញ្ញៈទ្រង់ប្រសូតចាកព្រះមាតុឧត្តរ5កាលណាដែលព្រះតថាគតត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណ6កាលណាដែលព្រះតថាគតញ៉ាំងអនុត្តរធម្មចក្រឲ្យប្រព្រឹត្តទៅ7កាលណាដែលព្រះតថាគតមានសតិនិងសម្បជញ្ញៈដាក់ចុះនៅអាយុសង្ខារ8កាលណាដែលព្រះតថាគតបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុណាហ្នឹងគឺមានហេតុ8យ៉ាងញាតិញោមនៅក្នុងសតនបិដកនិងភាគ16ទំព័រ225រហូតដល់229ហ្នឹងគឺជាហេតុនៃការញាប់ញ័រក៏ក្រើកនៅផែនដីដែលព្រះអានន្ទទូលសួរព្រះដ៏មានពភាកអំពីហេតុដែលនាំឲ្យផែនដីញាប់ញ័រក៏ក្រើកហ្នឹងដោយព្រះដ៏មានពភាកព្រះអង្គទ្រង់ឆ្លើយសម្ដែងប្រាប់ចំពោះអានន្ទហ្នឹងមានហេតុ8យ៉ាងហ្នឹងឯងចឹងញាតិញោមពុទ្ធបរិស័ទចង់ពឹកស្ដាយទៅមើលទៅនឹងហេតុដែលនាំឲ្យញ័រផែនដីក៏ក្រើកនៅផែនដីហ្នឹងយើងដឹងហើយបងនៅក្នុងពេលថ្មីហ្នឹងបងដែលយើងមើលទៅគួរឲ្យអាណិតដល់ញាតិញោមជាពុទ្ធបរិស័ទដល់បងប្អូនដល់បកណាគុណម្ចាស់ដែលជាប្រសង់នឹងឲ្យត្រូវក៏ក្រើកនៅផែនដីបងហ្នឹងហើយផែនដីញាប់ញ័រក៏ក្រើកទៅនឹងហើយបានធ្វើឲ្យមនុស្សម្នារងគ្រោះរងទុក្ខលំបាកកវេទនាដោយសារតែអាគារបាក់មកហើយក៏ដល់នៅធ្វើការសគត់នឹងមរណកាលស្លាប់ទៅហើយអ្នកនៅរបួសហ្នឹងក៏របួសហើយអ្នកដែលនៅភ័យក៏នៅភ័យបន្តដែរមិនតាន់អាចថានឹងរំជួយឬក៏ញាប់ញ័រម្ដងទៀតឬក៏យ៉ាងណានោះទេអញ្ចឹងញាតិញោមពុទ្ធបរិស័ទក៏មានការប្រុងប្រយ័ត្នទាំងអស់គ្នាហ្នឹងហើយយើងរស់នៅក្នុងភាពជាបុគ្គលមានសតិមានសម្បជញ្ញៈមានស្មារតីបានច្រើនហ្នឹងហើយរឿងកើតឡើងទាំងអស់វាសុទ្ធតែមានហេតុមានបច្ច័យមានដោយដែលព្រះមានពភាកព្រះអង្គទ្រង់លើកមកហើយហេតុទី1ហ្នឹងយើងដឹងហើយនឹងខ្យល់នឹងផែនដីនេះ
យើងនៅលើខ្យល់នៅលើទឹកទៀតណាព្រោះអញ្ចឹងវាក៏ក្រើកញាប់ញ័រទៅវាហេតុក៏ក្រើកឡើងវាត្រូវដល់ពេលវាអញ្ចឹងបងហ្នឹងហើយអញ្ចឹងគឺបាតុភូតឬក៏ធ្វើឲ្យញាប់ញ័រហ្នឹងគឺវាមានច្រើនហ្នឹងហើយពេលខ្លះទៅក៏ឆាបឆេះហ្នឹងហើយអញ្ចឹងបនចិត្តចូលឆ្នាំផងញាតិញោមពុទ្ធបរិស័ទយើងត្រូវប្រយ័ត្នរឿងទៀនរឿងធូបរឿងអុជថ្វាយទេវតាអីហ្នឹងអាហ្នឹងយើងត្រូវប្រយ័ត្នបងហ្នឹងហើយប្រយ័ត្នទាំងអស់គ្នានឹងណាមួយយើងពងមានភ័យត្រង់ថាក៏ក្រើកនៅផែនដីញាប់ញ័រនឹងហើយអាគារបាក់សង្កត់នឹងធ្វើឲ្យមនុស្សស្លាប់ហើយក៏មានការឆេះច្រើនដែរបងឆេះឃ្លាំងឆេះអីហ្នឹងហើយអញ្ចឹងយើងប្រយ័ត្នទាំងអស់គ្នាទៅព្រោះកុំឲ្យមានបញ្ហានឹងហើយយើងប្រយ័ត្នហើយបើវាកើតឡើងមិនដឹងធ្វើម៉េចទេវាដល់ហេតុព្រមហើយយើងត្រូវនឹកឃើញថាកម្មមេណាវត្តតេតិលោកោសត្វលោកគឺប្រព្រឹត្តទៅតាមកម្មហេតុយ៉ាងណាបច្ច័យយ៉ាងណាគឺថាវាដល់ព្រមហើយនឹងក៏ដល់ហើយពេលខ្លះគឺយើងមិនអាចគេចបានអំពីសេចក្តីស្លាប់អំពីមរណៈដែរក៏ប៉ុន្តែសូមឲ្យពុទ្ធបរិស័ទយើងទាំងអស់ដែលជាអ្នកមានសតិស្មារតីនឹងយើងខំប្រឹងប្រព្រឹត្តធ្វើល្អទៅហ្នឹងហើយម៉ែឪនៅផ្ទះដឹងគុណម៉ែឪធ្វើសេចក្តីល្អឲ្យបានច្រើនធ្វើបុណ្យធ្វើកុសលហើយយើងដឹងអំពីការរស់នៅគឺគ្មានអ្វីក្រៅអំពីសេចក្តីល្អយើងប្រឹងប្រែងធ្វើសេចក្តីល្អឲ្យបានច្រើនកុំមិនដាច់មិនដោយហើយភ្លេចសតិស្មារតីអាហ្នឹងគឺជាកត្តាសំខាន់សម្រាប់យើងហ្នឹងហើយព្រោះថាបើដល់នៅសេចក្តីស្លាប់មែនយើងក៏មាននៅទីពឹងពិតប្រាកដយើងអត់ភ័យញាតិញោមហ្នឹងហើយប៉ុន្តែយើងក៏ត្រូវប្រុងប្រយ័ត្នដែរហ្នឹងហើយវាមិនមែនចេះតែបដ ாய் ទៅទេតែបើប្រយ័ត្នហើយវាដល់ពេលនឹងមិនបោះហ្នឹងហើយណាព្រោះមនុស្សយើងស្លាប់ដោយសារអស់បុណ្យស្លាប់ដោយសារកម្មមកកាត់ផ្ដាច់ហ្នឹងហើយអាហ្នឹងវាអញ្ចឹងហ្នឹងហើយស្លាប់ដោយសារអស់អាយុហ្នឹងហើយអាហ្នឹងវាអញ្ចឹងបងអញ្ចឹងយើងអាចហាមឃាត់បានទេពេលខ្លះញាតិញោមពុទ្ធបរិស័ទរឿងសេចក្តីស្លាប់ក៏អាចហាមឃាត់បានរឿងឈឺរឿងអីហ្នឹងមិនអាចប្រាថ្នាតាមចិត្តយើងចិត្តតែចង់ឯណាក៏ប៉ុន្តែវាដល់ព្រមវាត្រូវតែអញ្ចឹងតែអ្វីដែលយើងត្រូវប្រយ័ត្នក៏ប្រយ័ត្នទៅហើយយើងត្រូវធ្វើសេចក្តីល្អខ្លួនឯងជាទីពឹងទៅក្នុងលោកខាងមុខអញ្ចឹងសូមពុទ្ធបរិស័ទទាំងអស់ប៉ុណ្ណានឹងដែលបានស្ដាប់នៅក្នុងការលើកយកអំពីការដែលនាំឲ្យក៏ក្រើកនៅផែនដីមាន8យ៉ាងហ្នឹងហើយយើងស្ដាប់ធម៌ខ្លះទៅបានជាការពិចារណានឹងយើងទាំងអស់ក៏អាចកិច្ចផុតអំពីកម្មដែរសត្វលោកប្រព្រឹត្តទៅយ៉ាងនោះប៉ុន្តែយើងក៏មិនមែនទៅផ្ដន់ទាសម្រាប់អ្នកដែលធ្វើមរណកាលទៅគ្រោះផែនដីគ្រោះអីរំជួយយ៉ាងណាឬក៏ស្លាប់យ៉ាងណាហ្នឹងទៅតាមសត្វលោករៀងខ្លួនហើយក៏មានតែពាក្យហ្នឹងនឹងធ្វើមិនគឺថាចូលរួមរំលែកទុក្ខដល់អ្នកដែលធ្វើមរណកាលទៅជាពិសេសក្រុមគ្រួសារនៃបងប្អូនយើងដែលបានធ្វើមរណកាលទៅគាត់កើតទុក្ខលំបាកយ៉ាងណាក៏ចូលរួមណាមិនមែនតែប្រទេសខ្មែរមិនមែនតែប្រទេសថៃមិនមែនតែភូមិទេគឺថាមានគ្រោះមហន្តរាយគ្រោះនឹងរំជួយញាប់ញ័រផែនដីយ៉ាងណាគឺថាចូលរួមនឹងរំលែកនៅសេចក្តីទុក្ខហើយក៏សូមប្រមូលបុណ្យកុសលទាំងអស់ដែលខ្ញុំគណៈអាត្មាភាពមានទាំងបានក៏សូមឧទ្ទិសចែកជូនដល់អ្នកដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខបើអាចអនុមោទនានៅចំណែកកុសលនឹងបុណ្យបានក៏អនុមោទនាហើយក៏សូមប្រគេនបុណ្យនិងចែកបុណ្យដល់បកណ្ណាគុណចាស់ញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានស្ដាប់នៅក្នុងវេលាគ្រាកាសនេះក៏សូមឲ្យបានរួចចាកទុក្ខបាននូវសេចក្តីសុខគ្រប់គ្នាគ្រប់អង្គណាសូមអនុមោទនា